បាទគោរពជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមស្នេហាវិស័យកីឡាប្រដាល់គុណខ្មែរអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងលើកយកកីឡាករកម្ពុជារបស់យើងពីររូបដែលកំពុងតែផ្ទុះខ្លាំងមែនទែននៅលើ Facebook ក៏ដូចជា YouTube ផងដែរហើយការផ្ទុះរបស់គាត់គឺផ្ទុះទៅលើការឌឺដងគ្នាជាលក្ខណៈបែបកីឡាហើយនឹងការប្រកួតផងដែរហើយអ្វីដែលកាន់តែពិសេសនោះគឺភាពកំ pl ែងរបស់ពួកគាត់ណាអញ្ចឹងបងប្អូនគឺប្រកាសជាស្គាល់គឺកីឡាករ Ricky ច័ន្ទវីរៈដែលជាកូនសិស្សរបស់លោកគ្រូ Ricky គឺយើងហៅខាងក្រៅគឺស៊ីនធូណាហើយនឹងកីឡាករដុនផ្លាក់ចយដែលជាកូនសិស្សរបស់លោកគ្រូអេបថងផងដែរអញ្ចឹងយើងទទួលស្គាល់ថាពួកគាត់វាយអត់ល្អមើលណាមានមតិមួយចំនួនថាពួកគាត់អញ្ចេះចោះអញ្ចឹងណាអញ្ចឹងយើងគិតថាគាត់មិនមែនជាកីឡាករដែលល្បីដូចជួរមុខរបស់យើងទេដូចធឿនធីរ៉ាដូចលោកបញ្ញាដូចពេជ្រសម្បត្តិអីទេគាត់ទៅតែចូលហាត់ហើយយើងដឹងហើយថាមនុស្សយើងនៅពេលដែលយើងអត់ទាន់ចេះអីយើងទៅវាយវាពិបាកមើលបន្តិចមែនប៉ុន្តែការវាយរបស់ពួកគាត់គឺគាត់ប្រឹងអស់ពេញសមត្ថភាពអត់មានវាយខែលយកលុយគេទេគឺគាត់ឡើងវាយគឺគាត់បញ្ចេញអស់ពីសមត្ថភាពខ្ញុំឃើញការវាយរបស់ពួកគាត់ខ្ញុំនៅតែសរសើរពួកគាត់ហើយក៏ដូចជាមិនត្រឹមតែសរសើរហើយក៏ស្រឡាញ់ហើយក៏ចូលចិត្តហើយក៏អាណិតដែរខ្ញុំនិយាយតាមត្រង់អញ្ចឹងតេតទៅជាមួយនឹងបងប្អូនមួយចំនួនគឺតែងតែអត់ពេញចិត្តទៅលើពួកគាត់មួយចំនួនហ្នឹងគឺមួយចំនួនតូចទេណាវាមិនមែនមួយចំនួនធំទេហើយអញ្ចឹងយើងសូមគិតអីដែលវិជ្ជមានណាគិតអីដែលវិជ្ជមានយើងផ្ដល់ឱកាសវាថាយើងលើកទឹកចិត្តពួកគាត់ក៏ដូចជាការផ្ដល់ឱកាសឲ្យពួកគាត់ដែរណាហើយពួកគាត់ឡើងវាយក៏ពួកគាត់ឈឺសាច់ឈឺអីដើម្បីបានលុយមកអញ្ចឹងកីឡាគឺយើងត្រូវដឹងពីកម្រិតរបស់គាត់ដែរយើងខឹងគាត់ក៏ខឹងអត់បានដែរការវាយរបស់គាត់គឺមានតែប៉ុណ្្នឹងហើយដល់ពេលយើងចេះតែប្រកាន់ច្រើនពេកគឺវាមិនមែនជាការគ្រប់គ្រងទៅលើគុណខ្មែរទេវាទៅជាការរើសអើងទៅលើគុណខ្មែរវិញរើសអើងកីឡាករអញ្ចឹងណាអញ្ចឹងចំពោះពួកគាត់ខ្ញុំឃើញថាមួយរយៈនេះគឺរយៈក្រោយនេះគឺផ្ទុះតេតងជាមួយនឹងការឌឺដងគ្នាចុះឡើងហើយក៏មានការប្រកួតរបស់គាត់ប្រហែលដងដែរចំពោះពីអ្នកគាត់ហ្នឹងហើយថ្មីនេះដុនផ្លាក់ចយក៏គាត់បានប្រកួតជាមួយនឹងកីឡាករបរទេសប៉ុន្តែខ្ញុំអត់បានមើលថាគាត់ឈ្នះឬមួយក៏ចាញ់ទេគាត់បានមើលមួយផ្លែតថាឃើញគាត់បែកអញ្ចឹងណាបែកអញ្ចឹងទៅហើយក៏អត់បានមើលទៀតតែសូមជិតបងប្អូនអ្នកដែលគិតថាស្អប់ពួកគាត់កុំភ្លេចជួយវាថាជួយលើកទឹកចិត្តពួកគាត់វិញផងដែរដោយសារតែពួកគាត់វាយបានវាយអញ្ចឹងទៅគឺគាត់បានចំណូលមកតិចតួចទេគាត់មិនមែនជាកីឡាករជួរមុខក៏គាត់មិនអាចរកចំណូលបានច្រើនដូចកីឡាករជួរមុខដែរយ៉ាងច្រើនណាស់វាយខ្ញុំគិតថាការទារបស់ខ្ញុំណាខ្ញុំមិនប្រកាសទេការទារបស់ខ្ញុំតម្លៃខ្លួនរបស់គាត់អាចនឹង200 300អីហ្នឹងវាមិនបានថ្លៃទេខ្ញុំគិតថាប៉ុណ្ណឹងហើយបើយើងរើសអើងគាត់ទៀតហើយគាត់អត់បានវាយវាពិបាកដែរនិយាយទៅអញ្ចឹងចំពោះកីឡាករទាំងពីរនេះខ្ញុំមានតែស្រឡាញ់ចូលចិត្តហើយនៅអាណិតពួកគាត់អញ្ចឹងណាទោះបីយើងមិនបានជួយអីគាត់មិនបានមិនមានលុយជួយដូចអ្នកដែលគេមានលុយយើងគ្រាន់តែជួយជាលើកកម្លាំងចិត្តលើកទឹកចិត្តគ្រប់គ្រងពួកគាត់ក៏បានដែរណាក៏បានដែរវាជាការបើកចិត្តឲ្យទលាយមួយសម្រាប់យើងដែលយើងជាអ្នកគ្រប់គ្រងគុណខ្មែរទូទៅទាំងអស់ពាក្យថាយើងគ្រប់គ្រងគុណខ្មែរបានន័យថាកីឡាករណាដែលហាត់គុណខ្មែរគឺយើងគ្រប់គ្រងពួកគាត់ណាអាហ្នឹងគឺជាអ្នកគ្រប់គ្រងពិតប្រាកដហើយបើសិនជាយើងគិតថាដល់គូដល់លំដាប់អញគ្រប់គ្រងគូដល់ពេជ្រសម្បត្តិដល់ធឿនធីរ៉ាដល់លនបញ្ញាដល់ជួរមុខប្រកួតបានគ្រប់គ្រងអានោះវាមិនមែនជាការគ្រប់គ្រងគុណខ្មែរទេវាជាការគ្រប់គ្រងបុគ្គលណាបុគ្គលអញ្ចឹងអានេះវាជាបញ្ហាមួយសម្រាប់បងប្អូនដែលមិនចូលចិត្តពួកគាត់ណាយើងកែប្រែនៅកន្លែងហ្នឹងទៅព្រោះអីពួកគាត់ក៏អត់មានបានធ្វើអីយ៉ាងដែរគាត់ក៏ធ្វើជាលក្ខណៈកំ pl ែងឲ្យពួកយើងបានសើចដែរហ្នឹងហើយមនុស្សយើងកាន់តែសើចទៅកាន់អាយុណាហើយក៏ជំងឺអីក៏អត់សូវមានដែរបើមិនជាយើងចិត្តចៀតពេក
ធ្វើឲ្យយើងតបប្រមល់ទេយើងចិត្តស្អៀតពេកធ្វើអីតិចក៏ខុសគឺឃើញគេខុសរហូតតែខ្លួនឯងអត់ដែលឃើញខុសអាហ្នឹងក៏ពិបាកដែរពេលខ្លះមើលអ្នកនេះខុសមើលអ្នកនោះខុសខ្លួនឯងអត់ដែលខុសសោះប៉ុន្តែតាមពិតមិនមែនខ្លួនឯងខុសទេអត់ដឹងថាខ្លួនឯងខុសវាជាចំណុចមួយដែលយើងគួរតែសិក្សាពីខ្លួនឯងវិញដែរណាអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំអត់មាននិយាយច្រើនទេគ្រាន់តែឃើញពួកគាត់ក៏ឃើញមានបងប្អូនមួយចំនួនដែលនិយាយពាក្យមិនល្អទៅកាន់ពួកគាត់ទាំងពីរនាក់ហ្នឹងក៏ខ្ញុំរៀងអត់សប្បាយចិត្តដែរអញ្ចឹងណាអញ្ចឹងសូមបងប្អូនបដូរមតិចំពោះដល់បងប្អូនដែលមើលមកកាន់គាត់មិនឲ្យតម្លៃគាត់ហ្នឹងគឺបដូរពីការស្អប់ពួកគាត់បដូរមកគ្រប់គ្រងពួកគាត់វិញទៅវាជាចំណែកមួយសម្រាប់ពួកគាត់ដែរណាអញ្ចឹងវីដេអូនេះគឺមានអីច្រើនទេអរគុណសម្រាប់ការគ្រប់គ្រងគុណខ្មែរទាំងអស់គ្នាហើយជូនពរឲ្យបងប្អូនទាំងអស់គ្នាសុខភាពល្អបបររុងរឿងជម្រាបលាកុំភ្លេចជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗក្រោយៗទៀតអរគុណបាយបាយ